សិល្បៈនៃការដាក់ស្នេហ៍ឲ្យគេចាប់អារម្មណ៍មកលើយើងឲ្យគេងាកមកស្រឡាញ់និងយកចិត្តទុកដាក់មកលើយើងជាខ្លាំងអត្ថបទនេះគឺផ្ញើទៅកាន់អ្នក single យូរទាំងអស់គ្នាពាក្យថាដាក់ស្នេហ៍នៅក្នុងសង្គមខ្មែររបស់យើងគឺគេតែងតែត្រូវបានគេនឹកឃើញទៅដល់ការប្រើប្រាស់មន្តអាគមឬក៏អាគមអមអាមផ្សេងៗដើម្បីទាក់ចិត្តមនុស្សដែលស្រឡាញ់ខ្លួនដែលខ្លួនស្រឡាញ់ហ្នឹងបាទប៉ុន្តែបើយើងពង្រីកការគិតឲ្យទូលាយនិងស៊ីជម្រៅតាមរយៈព្រះពុទ្ធសាសនាឬក៏ចិត្តវិទ្យាទស្សនវិទ្យានិងវិទ្យាសាស្ត្រការដាក់ស្នេហ៍គឺជាសិល្បៈនៃការទាក់ទាញនិងការចងចិត្តមនុស្សយ៉ាងពិតប្រាកដមែនហើយវិធីសាស្ត្រនេះដែលយើងអាចយកទៅអនុវត្តបានហើយបានលទ្ធផលពិតៗទៀតគឺខ្ញុំចែកចេញជាវិធីសាស្ត្របែបព្រះពុទ្ធសាសនាហើយនិងវិធីសាស្ត្របែបចិត្តវិទ្យាហើយនិងវិធីសាស្ត្របែបទស្សនវិជ្ជាហើយចុងក្រោយហ្នឹងគឺវាតាក់ទងជាមួយនឹងជំនឿអបិយជំនឿរបស់យើងណាបាទចឹងហើយវិធីសាស្ត្រទី1ហ្នឹងគឺតកតងនឹងបែបព្រះពុទ្ធសាសនាដាក់ស្នេហ៍តាមទ្រឹស្ដីព្រះពុទ្ធសាសនាគឺជាមន្តស្នេហ៍ពណ៌សនៅក្នុងព្រះពុទ្ធសាសនាគ្មានមន្តអាគមណាខ្លាំងជាងសេចក្តីល្អនិងភាពបរិសុទ្ធនៃចិត្តរបស់យើងនោះទេព្រះពុទ្ធបានបង្រៀននៅមន្តស្នេហ៍ដ៏ស័ក្តិសិទ្ធិបំផុតដែលហៅថាសង្ឃហវត្ថុ4គេថា4យ៉ាងបាទធម៌សម្រាប់ចងចិត្តមនុស្សដែលនរណាម្នាក់អនុវត្តបានយ៉ាងដិតដល់ទៅលើធម៌4យ៉ាងហ្នឹងជាប់ខ្លួនគេថាមុនស្នេហ៍ហ្នឹងនឹងគេថាសាយភាទៅដល់ដៃគូនឹងមនុស្សជុំវិញខ្លួនឲ្យស្រឡាញ់ចូលចិត្តបាត់មុខយើងអត់បានអញ្ចឹងណាអាចថាវាជាស្នេហាបែបផ្លូវធម៌ដែរប៉ុន្តែកុំយកច្រឡំអ្នកនរគ្នាកន្លែងហ្នឹងវាមិនមែនជាអត្ថបទដាក់មន្តអាគមទៅលើណាម្នាក់ទេប៉ុន្តែវាតកតងនឹងសេចក្តីល្អរបស់មនុស្សអញ្ចឹងក្នុងការចែករំលែកវិធីសាស្ត្រមួយនេះគឺដែលយើងនិយាយតកតងនឹងសង្ឃវត្ថុហ្នឹងគឺមាន4ហ្នឹងគឺទី1គឺទានគឺការឲ្យឬក៏ការចែករំលែកយើងមិនមែនសំដៅទៅលើតែលុយកាក់ទេគឺការឲ្យនៅពេលវេលាការយកចិត្តទុកដាក់គ្នាឬក៏កម្លាំងកាយឬក៏ស្នាមញញឹមរបស់យើងហ្នឹងដែលយើងអាចចេះជួយយកអាសាគេហ្នឹងគឺមនុស្សទាំងអស់ហ្នឹងដែលទទួលបានពីយើងហ្នឹងគឺគេតែងតែស្រឡាញ់ចូលចិត្តនិងគោរពមកដល់យើងហើយទី1គឺទានគឺឲ្យយើងចេះចែករំលែកចេះឲ្យដាក់ទានចេះចំណាយពេលជាមួយនឹងដៃគូឬក៏មិត្តរួមថ្នាក់មិត្តរួមការងាររបស់យើងអីចឹងបាទចេះចែករំលែកគ្នាឲ្យទៅវិញទៅមកអញ្ចឹងហើយនេះវាជាសេចក្តីស្រឡាញ់មួយដែលមនុស្សជុំវិញខ្លួនផ្ដល់មកឲ្យយើងដូចគ្នាដែរអញ្ចឹងតែគេស្រឡាញ់គេចូលចិត្តយើងហើយវាជាមន្តស្នេហ៍ដ៏ល្អមួយហើយទី2គឺគេថាវាចាគឺតកតងជាមួយនឹងសម្ដីផ្អែមល្ហែមនិងការពិតគេថាសម្ដីផ្អែមល្ហែមនិងការពិតនេះវាជាមន្តសារិកានិនថងមួយគេថាពិតប្រាកដពិតមែនបាទគឺការនិយាយស្ដីប្រកបដោយការគោរពនិងឲ្យតម្លៃយើងមិននិយាយដើមមិននិយាយទៅគោះបោះបោកពាក្យអសុរោះណាមួយអញ្ចឹងមិនន័យថាយើងពោលពាក្យតែសម្ដីល្អអាចអង្រួនបេះដូងមនុស្សឲ្យមកគោរពស្រឡាញ់យើងបានអញ្ចឹងពាក្យសម្ដីហ្នឹងវាជាការដែលជ្រាបទៅដល់ផ្លូវចិត្តហ្នឹងលឿនអញ្ចឹងកាលណាយើងចេះប្រើពាក្យសម្ដីរបស់យើងល្អហើយសម្ដីរបស់យើងវាជាការពិតមិនមានភាពពឹសពុលគឺមនុស្សជុំវិញខ្លួនយើងតែងតែស្រឡាញ់គោរពរាប់អានយើងហើយចូលចិត្តជាពិសេសគឺចូលចិត្តស្ដាប់យើងនិយាយអញ្ចឹងបាទទី3គឺតកតងនឹងចរិយាបាទការប្រព្រឹត្តខ្លួនឲ្យមានប្រយោជន៍ចឹងធ្វើខ្លួនជាមនុស្សដែលអាចឲ្យអ្នកដទៃអាចពឹងពាក់បានអញ្ចឹងបាទមានទំនួលខុសត្រូវហើយនឹងមិនមែនជាបន្ទុកទៅឲ្យអ្នកដទៃអញ្ចឹងមិនន័យថាយើងនៅកន្លែងណាគឺជាប្រយោជន៍នៅកន្លែងនោះយើងធ្វើការនៅក្នុងក្រុមហ៊ុនណាគឺយើងមានប្រយោជន៍នៅក្នុងក្រុមហ៊ុនហ្នឹងយើងជាមិត្តភ័ក្តិគឺយើងមានប្រយោជន៍ចំពោះមិត្តភ័ក្តិយើងជាសិស្សគឺយើងមានប្រយោជន៍ចំពោះសាលាយើងចំពោះគ្រូយើងអញ្ចឹងនិយាយទៅយើងទៅកន្លែងណាយើងប្រព្រឹត្តអាកប្បកិរិយារបស់យើងឲ្យល្អកន្លែងហ្នឹងជាប្រយោជន៍អញ្ចឹង
ជឿជាក់ណាស់មិនថាក្រុមហ៊ុនសាលាឬក៏គ្រួសារឬក៏កន្លែងណាទេគឺបាត់យើងអត់បានទេមុនស្នេហ៍ជាយូរអង្វែងគឺបែបហ្នឹងឯងតែមិនអត្តចរិតរបស់យើងហ្នឹងប្រកាន់ភ្ជាប់ឲ្យបានល្អធ្វើខ្លួនឲ្យមានប្រយោជន៍ណាបាទមុនស្នេហ៍ទី4គេហៅតែទី4ហ្នឹងណាបាទសង្ឃៈទី4ហ្នឹងគឺតកតងនឹងការភាពស្មោះត្រង់នៃដួងចិត្តរបស់យើងអញ្ចឹងមិនន័យថាយើងតម្កល់ចិត្តរបស់យើងហ្នឹងឲ្យនឹងនៅស្ថិតនៅក្នុងភាពស្មោះត្រង់របស់យើងមិនប្រែប្រួលអញ្ចឹងការស្រឡាញ់គ្នាទំនាក់ទំនងស្នេហាក៏ដោយមិត្តភក្តិក៏ដោយអញ្ចឹងការចាប់ផ្ដើមស្មោះត្រង់ពីមុនដំបូងបែបម៉េចនៅចុងបញ្ចប់របស់យើងគឺត្រូវតែតម្កល់ភាពស្មោះត្រង់របស់យើងហ្នឹងឲ្យដល់ទីបញ្ចប់ដូចគ្នាជាមួយនឹងដៃគូរបស់យើងចឹងនេះជា4ចំណុចមួយដែលចែករំលែកនៅក្នុងពុទ្ធសាសនានៃការដាក់ស្នេហ៍អញ្ចឹងតើយើងអនុវត្តបានជាក់ស្ដែងអនុវត្តនៅព្រហ្មហេតុមេត្តាករុណាមុទិតាឧបេក្ខានៅពេលដែលមនុស្សជំនាញខ្លួននឹងសម្លឹងមកលើយើងគឺមានសេចក្តីស្រឡាញ់ពិតប្រាកដហ្មងចង់ឲ្យយើងនឹងហើយនឹងគេនឹងគឺរំរស់គ្នានឹងគឺមានសេចក្តីសុខយ៉ាងពិតប្រាកដការថាធម៌ពលដែលបញ្ចេញពីយើងទៅនឹងធ្វើឲ្យដៃគូមានអារម្មណ៍ថាកក់ក្ដៅនិងសុខសុវត្ថិភាពដែលបាននៅក្បែរយើងអ្នកនរគ្នាធ្លាប់ជួបមនុស្សបែបហ្នឹងអត់ធ្លាប់នៅក្បែរគេទៅមានអារម្មណ៍ថារីករាយមែនដូចយើងនៅក្បែរ idol របស់យើងអញ្ចឹងដែលថាណា fan BTS អីអញ្ចឹងនៅពេលដែលគាត់បានមកឬក៏សម្ដែងសិល្បៈ concert អីអញ្ចឹងយើងមើលទៅមានអារម្មណ៍ថារីករាយអញ្ចឹងអាហ្នឹងឯងគេហៅថាមុនស្នេហ៍អ្នកនរគ្នាសួរតែគាត់បានប្រើមន្តអាគមអូមអាមមកលើយើងអត់ទេប៉ុន្តែគាត់ប្រើតែពាក្យពេចន៍សំនៀងរបស់គាត់និងអត្តចរិតរបស់គាត់ហើយនឹងភាពជាម្ចាស់ការដឹកនាំរបស់គាត់ហ្នឹងយើងធ្វើឲ្យយើងនឹងស្រឡាញ់ចូលចិត្តបាត់មកគាត់បានអញ្ចឹងទៅបានខ្ញុំមានការ idol របស់ខ្ញុំជាបាល់ដូចខ្ញុំទាត់បាល់អញ្ចឹងដល់ពេលគាត់អត់បានលក្ខណៈថាយើងអត់បានទៅដាក់ស្នេហ៍គាត់ក៏មិនបានដាក់ស្នេហ៍យើងអីចឹងប៉ុន្តែយើងមានអារម្មណ៍ថាស្រឡាញ់នឹងការលេងរបស់គាត់មានអត្តចរិតល្អអីអញ្ចឹងទៅមានទំនាក់ទំនងល្អនៅក្នុងសង្គមចេះស្រឡាញ់គ្រួសារអីអញ្ចឹងពេលអញ្ចឹងយើងមានអារម្មណ៍ថាឃើញគាត់ប្រុសដូចគ្នាតែមានអារម្មណ៍ស្រឡាញ់គោរពចូលចិត្តអានេះគេហៅថាមុនស្នេហ៍បាទអានឹងចប់មួយណាតកតងនឹងវិធីសាស្ត្របែបព្រះពុទ្ធសាសនាចូលដល់វិធីសាស្ត្រទី2គឺវិធីសាស្ត្រដាក់ស្នេហ៍ហ្នឹងតាមបែបចិត្តវិទ្យាម្ដងចិត្តវិទ្យាគឺគេបានសិក្សាយ៉ាងស៊ីជម្រៅទៅលើមូលហេតុដែលមនុស្សម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សម្នាក់ទៀតណាបាទវិធីសាស្ត្រទាំងនេះគឺត្រូវបានប្រើយ៉ាងមានប្រសិទ្ធភាពអញ្ចឹងក្នុងវិធីសាស្ត្រហ្នឹងគឺមាន4ដូចគ្នាដែរទី1គឺមនុស្សយើងមានទំនោរចូលចិត្តអ្វីដែលយើងជួបប្រទះញឹកញាប់ការអនុវត្តបង្ហាញខ្លួនឲ្យគេឃើញញឹកញាប់ហើយតែងតែបាទស្ថិតនៅក្នុងនៃវិជ្ជមានមួយចូលរួមនៅក្នុងសកម្មភាពដែលគេចូលចិត្តតែយើងមិនត្រូវធ្វើឲ្យគេមានភាពធុញទ្រាន់អីចឹងបាទអញ្ចឹងកាលណាភាពបង្ហាញខ្លួនញឹកញាប់ហ្នឹងបាទដូចយើងតែងតែមើលរឿងការស្អប់ចំពប់លើអញ្ចឹងយើងស្អប់មនុស្សម្នាក់នឹងទេប៉ុន្តែយើងជួបគេញយពេកទៅជាស្រឡាញ់គេវិញណែឃើញអត់តែសួរគេដាក់អាគមអត់បានដាក់ទេប៉ុន្តែអាភាពជិតស្និទ្ធនៃទង្វើនៃសកម្មភាពហ្នឹងឯងបដូរពីការស្អប់មកស្រឡាញ់វិញអញ្ចឹងបាទទី2ហ្នឹងគឺមនុស្សចូលចិត្តបាទមនុស្សដែលមានលក្ខណៈដូចខ្លួនឯងចឹងការអនុវត្តឬក៏ចម្លងកាយវិការលឿននៃការនិយាយឬក៏ចំណូលចិត្តរបស់គេនឹងដោយប្រយ័ត្នប្រយែងបើគេនិយាយតិចអ្នកក៏បន្ទាបសម្លេងតិចដែរហ្នឹងវាបង្កើតជាការតភ្ជាប់នៅប្រព័ន្ធប្រស័យប្រសាទថាយើងជាមនុស្សតែមួយបើគេដូចយើងហើយយើងស្រឡាញ់គេគេស្រឡាញ់យើងណាវាដូចគ្នាអញ្ចឹងបាទបើយើងចូលចិត្តផ្កាគេចូលចិត្តផ្កាដែរវាមានអារម្មណ៍ថាមានទំនាក់ទំនងល្អមួយគ្នាដែរតាយើងចូលចិត្តអីគេចូលចិត្តនឹងដែរអញ្ចឹងអាចចំណងស្នេហាហ្នឹងវាកើតឡើងដែរអាចចំណងសេចក្តីល្អចំពោះគ្នាហ្នឹងក៏វាកើតឡើងដែរចឹងទំនាក់ទំនងហ្នឹងវាចាប់ផ្ដើមស្អិតជាមួយគ្នាទី3គឺការស្ដាប់ដោយយកចិត្តទុកដាក់បាទតម្រូវការផ្លូវចិត្តដ៏ធំបំផុតរបស់មនុស្សគឺចង់ឲ្យគេទទួលស្គាល់និងយល់ពីខ្លួននរណាគឺបែបហ្នឹងទាំងអស់មិនថាខ្ញុំមិនថាគេទេនៅពេលដែលយើងនិយាយស្ដីអីអញ្ចឹងបាទបើមានអ្នកអង្គុយស្ដាប់និយាយប្រុងប្រាជ្ញបែកហូរស្ទឹងទៅដល់ណាដល់ណីតែបើនិយាយទៅគេអត់ចង់ស្ដាប់ឈប់ចង់និយាយបណ្ដោយឃើញអត់អ្នកនរគ្នាអញ្ចឹងបានន័យថាយើងត្រូវចេះរៀនស្ដាប់ដែរបើសិនតែយើងចង់ចិត្តម្នាក់ហ្នឹងតើយើងអង្គុយស្ដាប់គេដែរមានតែគេនិយាយមិនបាននិយាយអីមិនបានអញ្ចឹងអាហ្នឹង
គ្មានទំនាក់ទំនងណាក្នុងផ្លូវបែបហ្នឹងទេអញ្ចឹងទៅការអនុវត្តនៅពេលដែលគេនិយាយហ្នឹងយើងត្រូវសម្លឹងភ្នែកឬក៏ងក់ក្បាលព្រមទទួលទៅតាមអ្វីដែលគេនិយាយគិតថាល្អអីចឹងបាទហើយផ្ដោតលើគេនោះ 100% កុំលេងទូរស័ព្ទនៅពេលដែលយើងស្ដាប់គេបានល្អគឺជាការដែលជាអ្នកដែលមានមន្តស្នេហ៍បំផុតអញ្ចឹងអ្នកនរគ្នាអាចអនុវត្តបានអញ្ចឹងបើសិនតែយើងមានការជួបណាត់អីអញ្ចឹងឬក៏យើងជួបអីអញ្ចឹងជួបជជែកគ្នាអីអញ្ចឹងកុំយកបណ្ដាញគេថា technology របស់យើងនឹងមកភ្ជាប់ទំនាក់ទំនងអីយើងជជែកគ្នាដោយការដែលវាចាហើយនឹងមុខទល់មុខមើលមុខគ្នាអីចឹងទៅអាចចំណងផ្លូវចិត្តហ្នឹងចាប់ផ្ដើមចងជាមួយគ្នាហើយអញ្ចឹងអាមុនស្នេហ៍ហ្នឹងវាផុសឡើងមកឯងវាអត់សូវពិបាកទេខ្លាចតែយើងជួបគ្នាលេងទូរស័ព្ទជួបអីចឹងវាអត់សូវមានអីជាទំនាក់ទំនងស្នេហាគ្នាទេចំណុចទី4ហ្នឹងគឺខួរក្បាលមនុស្សយើងហ្នឹងបាទងាយចងចាំរឿងដែលមិនទាន់បញ្ចប់បាទឬក៏មានភាពអាតកំបាំងអីចឹងបាទចំណុចនេះវាសំខាន់របស់ដែលកាន់តែបិទបាំងគឺគេកាន់តែចង់ឃើញចង់ដឹងចង់ឮអញ្ចឹងហើយនៅក្នុងការអនុវត្តរបស់យើងកុំបើកចំហរឿងផ្ទាល់ខ្លួនប្រាប់គេទាំងអស់ក្នុងពេលតែមួយពេកបាទរក្សាអាតកំបាំងខ្លះបាទដើម្បីឲ្យគេនឹងចង់តាមដាននិងចង់ស្វែងរកយើងបន្តទៀតចង់ដឹងចង់ឮពីយើងអញ្ចឹងបើសិនតែយើងជួបគ្នាម្ដងពីរដង3 4ដងអញ្ចឹងយើងប្រាប់បើកកកាយរឿងយើងអស់ពេកគេដឹងអស់ហើយអញ្ចឹងនេះចេះលាក់ខ្លះបាទចេះលាក់ទៅគេចង់ដឹងបន្តអានោះដូចយើងមើលរឿងភាគអញ្ចឹងតែយើងមើលរឿងភាគយើងមិនទាន់ចប់យើងចង់មើលបន្តទៀតដែរអញ្ចឹងតែចង់មើលបន្តយើងទៅស្វែងរកភាគបន្តរបស់យើងនេះទៀតអានេះវាជារបៀបដែលគេសិក្សាបានពីចិត្តវិទ្យាបាទចិត្តវិទ្យាថាមនុស្សយើងគឺត្រូវការបែបហ្នឹងរីឯចំណុចទី3តកតងនឹងវិធីសាស្ត្រដាក់ស្នេហ៍តាមរយៈបែបទស្សនវិជ្ជាម្ដងបាទទស្សនវិទូជនជាតិអាល្លឺម៉ង់លោក Erich Fromm បានសរសេរនៅក្នុងសៀវភៅដ៏ល្បីល្បាញមួយឈ្មោះថា The Art of Loving បាទសិល្បៈនៃសេចក្តីស្រឡាញ់អញ្ចឹងអធិស្ឋាននិយាយអង់គ្លេសអត់សូវត្រូវតង់អត់សូវច្បាស់ហ្មងទេអត់សូវប្រកែអង់គ្លេសអញ្ចឹងបាទតទៀតគាត់បានលើកឡើងថាស្នេហាមិនមែនជារឿងចៃដន្យទេតែវាជាជំនាញដែលយើងត្រូវរៀនបាទមិនមែនសុកចេះទេស្នេហាហ្នឹងបាទទី1គាត់ចែកចេញជា3ប្រភេទដែរបាទចំណុចទី1ហ្នឹងគឺសេចក្តីស្រឡាញ់ជាសកម្មភាពដែលរស់រវើកវាមិនមែនជាសេចក្តីអកម្មមិនមែនយើងមកអញ្ចឹងតើឲ្យគេស្រឡាញ់អត់ទេតើយើងមានសកម្មភាពរស់រវើកដែរមិនគេស្រឡាញ់អញ្ចឹងបាទតែសកម្មភាពរបស់យើងក៏វាត្រូវដែរអញ្ចឹងគាត់និយាយថាសេចក្តីស្រឡាញ់គឺជាសកម្មភាពមិនមែនជាអកម្មទេកុំរងចាំឲ្យគេមកស្រឡាញ់អ្នកមុនតែត្រូវចាប់ផ្ដើមស្រឡាញ់និងផ្ដល់តម្លៃការគោរពជាមុនឲ្យគេសិនដូចជាយើងជាបរិះអញ្ចឹងមិនរងចាំឲ្យនារីមកសារភាពយើងទេយើងត្រូវតែមានភាពក្លាហានក្នុងការសារភាពទៅកាន់គេមុនដូចគ្នាណាមិនមែនឲ្យស្រីមកទេណាឲ្យផ្នែកខណ្ឌនារីមកទេណាអានោះគេថាយើងនឹងវាចប់បាត់ហើយកន្លែងហ្នឹងមិនដឹងនិយាយថាម៉េចបាទយើងជាមនុស្សប្រុសយើងដឹងភាសាចិនគេថាសាន់ម៉ាន់គេថាសើកមើកសើកទៅត្រើកអញ្ចឹងបាទតទៀតបាទយើងមិនអាចដាក់ស្នេហ៍ឲ្យគេបានទេបើយើងមិនទាន់ចេះស្រឡាញ់និងឲ្យតម្លៃខ្លួនឯងអញ្ចឹងចំណុចហ្នឹងក៏ឲ្យយើងមានភាពក្លាហានលើខ្លួនឯងស្រឡាញ់លើខ្លួនឯងឲ្យបានច្រើននៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯងចេះយកចិត្តទុកដាក់លើខ្លួនឯងអញ្ចឹងអ្នកទី2បុគ្គលទី2ដែលចូលមកក្នុងជីវិតរបស់យើងនឹងស្រឡាញ់យកចិត្តទុកដាក់ដូចជាយើងស្រឡាញ់យកចិត្តទុកដាក់ខ្លួនឯងដែរអញ្ចឹងចំណុចនេះគឺវាជារឿងត្រឹមត្រូវមែនបើខ្ញុំគិតតាមភាពពិតប្រាកដនៃជីវិតគឺបែបហ្នឹងមែនបើយើងអត់ទាន់ចេះស្រឡាញ់ខ្លួនឯងទេតែអ្នកទី2ចូលមកគឺរងទុក្ខនៅលើអ្វីដែលជាទម្លាប់មិនល្អរបស់យើងនេះទម្លាប់មិនល្អរបស់យើងគឺអត់ចេះស្រឡាញ់ខ្លួនឯងអញ្ចឹងអ្នកទី2ចូលមកគឺអត់ចេះស្រឡាញ់គេដូចគ្នាដែរបាទអញ្ចឹងដើម្បីអាចចេះស្រឡាញ់គេបានគឺចេះស្រឡាញ់ខ្លួនឯងបានច្រើនសិនបាទចំណុចទី2គឺការយល់ដឹងសមត្ថភាពនៃការយល់ដឹងរបស់យើងមានន័យថាយើងមិនអាចស្រឡាញ់នរណាម្នាក់ពិតប្រាកដបានទេបើយើងមិនស្គាល់គេហើយការដាក់ស្នេហ៍ដែលពិតប្រាកដហ្នឹងគឺការចំណាយពេលសិក្សាពីស៊ីជម្រៅចិត្តបាទពីភាពភ័យខ្លាចក្តីសម័យនិងអ្វីដែលគេលាក់បាំងពេលដែលយើងយល់ពីគេជាងគេយល់ពីខ្លួនឯងពីខ្លួនយើងហ្នឹងពេលនោះហើយគឺគេនឹងមិនអាចខ្វះយើងបានឡើយអញ្ចឹងចំណុចនេះគឺចង់សម្ដៅថាបើយើងចង់មានហៅថាទំនាក់ទំនងល្អឬក៏ស្នេហ៍ពិតប្រាកដអីចឹងការដាក់ស្នេហ៍របៀបហ្នឹងគឺការសិក្សាស្វែងយល់គាត់សំដៅថាការដែលយើងមានភាពសិក្សាស្វែងយល់ទាំងអស់ហ្នឹងឯងវាជារបៀបនៃការដាក់ស្នេហ៍
យល់ពីចិត្តយល់ពីជំរឿចិត្តរបស់គេយល់ពីភាពភ័យខ្លាចឬក៏ក្តីសម័យរបស់គេរបស់ដៃគូយើងអាហ្នឹងឯងជារបៀបនៃការដាក់ស្នេហ៍បែបទស្សនវិជ្ជាដែលគាត់ឲ្យហ្នឹងឯងបាទអញ្ចឹងនៅពេលដែលយើងយល់ហើយមនុស្សដែលត្រូវបានយើងយល់គាត់នឹងមានអារម្មណ៍មួយថាមានសុវត្ថិភាពណាដែលនៅក្បែរយើងមានសុវត្ថិភាពណាដែលឃើញមុខយើងអញ្ចឹងមានសុវត្ថិភាពណាដែលហើយមានសេចក្តីរីករាយណាដែលបានឃើញមុខយើងអញ្ចឹងអារម្មណ៍នៃសេចក្តីស្រឡាញ់ហ្នឹងចាប់ផ្ដើមកាត់ឡើងហើយបាទទី3ភាពស័ក្តិសមបាទអញ្ចឹងនៅក្នុងទស្សនវិជ្ជាគេសួរថាជំនួសឲ្យការស្វែងរកមនុស្សដែលត្រូវហេតុអ្វីអ្នកមិនកសាងខ្លួនឯងឲ្យខ្លាចទៅជាមនុស្សដែលត្រូវសិនចំណុចពិសេសបាទពេលអ្នកមានចំណេះដឹងមានអត្តចរិតល្អមានគោលដៅជីវិតច្បាស់លាស់នោះហើយជាមុនស្នេហ៍ដ៏មានឥទ្ធិពលបំផុតទាក់ទាញមនុស្សល្អចូលមកក្នុងជីវិតរបស់អ្នកអញ្ចឹងចំណុចហ្នឹងល្អមែនទែនខ្ញុំគិតថាវាត្រឹមត្រូវនៅពេលដែលយើងមានអត្តចរិតល្អយើងមានចំណេះដឹងខ្ពង់ខ្ពស់យើងមានគោលដៅជីវិតច្បាស់លាស់អ្នកមកចូលនៅក្នុងជីវិតរបស់យើងហ្នឹងគឺគេមានភាពកក់ក្ដៅនិងមានទំនុកចិត្តនិងសុវត្ថិភាពគេអាចស្រឡាញ់គេអាចទុកចិត្តយើងបានព្រោះគេដឹងថាយើងអាចមើលថែគេបានអញ្ចឹងពេលអញ្ចឹងនរណាក៏ចង់បានយើងដែរយើងនៅសុខក៏គេមករកយើងដែរអញ្ចឹងនេះជាការដាក់ស្នេហ៍បែបទស្សនវិជ្ជាចូលដល់ទី4ទិដ្ឋភាពនៃមន្តអាគមគាថានិងជំនឿវិញក្នុងសង្គមខ្មែររបស់យើងមានជំនឿលើមន្តអាគមដូចជាមុនសារិកាលិនថងនិយាយឲ្យគេជឿជាក់ស្រឡាញ់អាហ្នឹងបើសិនតែយើងបកប្រែមកជាយន្តមហាស្នេហ៍ឬក៏ប្រេងមុនជាដើមអីចឹងទៅបាទទោះបីជាតាមផ្លូវវិទ្យាសាស្ត្រការយកអាគមទៅបង្ខំចិត្តមនុស្សមិនមែនជារឿងពិតឬជារឿងខុសសិលធម៌ក៏ដោយប៉ុន្តែអ្នកប្រាជ្ញផ្នែកចិត្តវិទ្យាបានបញ្យល់ពីប្រសិទ្ធភាពនៃមន្តអាគមទាំងនេះតាមរយៈឥទ្ធិពលផ្លូវចិត្តនិងច្បាប់នៃទំនាញដូចជាបង្កើតទំនុកចិត្តលើខ្លួនឯងនៅពេលមនុស្សម្នាក់ទទួលបានយន្តស្នេហ៍ឬក៏មន្តគាថាពីគ្រូណាមួយអញ្ចឹងពួកគេចាប់ផ្ដើមជឿជាក់លើខ្លួនឯងកាន់តែខ្លាំងភាពអៀនខ្មាស់ក៏ចាប់ផ្ដើមបាត់បង់ទៅពេលពួកគេដើរទៅរកដៃគូពួកគេដើរដោយមានភាពជឿជាក់និយាយស្ដីយ៉ាងក្បោះក្បាយសម្លឹងមើលភ្នែកគេចំភាពជឿជាក់នេះហើយជាមុនស្នេហ៍ពិតប្រាកដដែលធ្វើឲ្យដៃគូទុនចិត្តមិនមែនមកពីប្រេងឬក៏យន្តនោះទេអញ្ចឹងអ្នកវិទ្យាសាស្ត្រគាត់បានបញ្យល់បកស្រាយបែបហ្នឹងឯងអញ្ចឹងមនុស្សយើងនៅពេលដែលទទួលបានជំនឿជឿទៅលើយន្តឬក៏ប្រេងអីអញ្ចឹងទៅថាលៀបទៅគេស្នេហ៍អញ្ចឹងគេធ្លាក់ក្នុងអន្លង់ស្នេហ៍អីយើងអញ្ចឹងក៏ពិតមិនមែនមកពីយន្តឬក៏មន្តអាគមសូត្រទាំងអស់ហ្នឹងទេតាមខ្ញុំយល់ដូចគ្នាដែរដោយសារតែយើងជឿថាហ្នឹងវាពិតជាមានប្រសិទ្ធភាពដល់ពេលយើងជឿទៅយើងដើរទៅរកគេឬក៏យើងជជែកជាមួយគេដែរដោយមានការជឿជាក់មានទំនុកចិត្តណាមានការហៅថាទំនុកចិត្តនៅក្នុងចិត្តក្នុងការជជែកមួយគេហើយអត់ភ័យអត់ខ្លាចអត់អៀនអីចឹងអញ្ចឹងដល់ពេលដែលយើងមានទំនុកចិត្តហើយអាទំនុកចិត្តទាំងអស់ហ្នឹងវាបង្ហាញនៅសកម្មភាពជាមួយនឹងដៃគូរបស់យើងដល់ពេលបង្ហាញទៅដូចថារុញឲ្យយើងទៅជជែកជាមួយគេបានអញ្ចឹងដល់ពេលជជែកបានយូរទៅវាមានចំណងមិត្តភាពវាមានចំណងស្នេហាជាមួយគ្នាអញ្ចឹងទៅវាមិនមែនមកពីប្រេងវាមិនមែនមកពីមន្តអាគមគាថាទាំងអស់ហ្នឹងទេវាមកពីការជឿទុកចិត្តរបស់យើងទេបាទអញ្ចឹងការសូត្រអាគាថាហ្នឹងគឺជាការផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងចង់បាននៅពេលដែលចិត្តរបស់យើងផ្ដោតខ្លាំងសកម្មភាពនិងកាយវិការរបស់យើងនឹងផ្លាស់ប្ដូរទៅរកគោលដៅដែលយើងចង់បានហ្នឹងដោយស្វ័យប្រវត្តិហ្មងអញ្ចឹងហើយការក្រើនរំលឹកការប្រើមន្តអាគមខ្មៅដើម្បីបង្ខិតបង្ខំចិត្តគេហ្នឹងតាមផ្លូវពុទ្ធសាសនាគឺចាត់ទុកថាវាជាបាបកម្មការបៀតបៀនសិទ្ធិសេរីភាពអ្នកដទៃអញ្ចឹងស្នេហាដែលកើតចេញពីការបង្ខំឬក៏ការភ័ន្តច្រឡំមិនមែនជាស្នេហាដែលមាននិរន្តរភាពទេហើយនឹងនាំមកសេចក្តីទុក្ខជាប្រចាំដល់ទីបញ្ចប់ហ្មងអញ្ចឹងខ្ញុំមិនដឹងថាមន្តអាគមនឹងវាមានមែនទេប៉ុន្តែខ្ញុំក៏មិនបានប្រមាថអ្វីដែរប៉ុន្តែគ្រាន់តែយើងធ្វើអំពើបែបហ្នឹងវាមិនមែនជាការបាទគេហៅថាវាមិនមែនជាប្រសិទ្ធភាពដ៏ល្អនោះទេប្រសិទ្ធភាពដ៏ល្អគឺយើងកសាងខ្លួនរបស់យើងឲ្យល្អប្រសើរទៅអ្នកផងគេស្រឡាញ់ចូលចិត្តដែរអញ្ចឹងជាចុងក្រោយ
រូបមន្តនៃការដាក់ស្នេហ៍ប្រចាំជីវិតរបស់យើងហ្នឹងដើម្បីឲ្យដាក់ស្នេហ៍មនុស្សម្នាក់ឲ្យទទួលបានជោគជ័យហើយនឹងស្រឡាញ់យូរអង្វែងហ្នឹងគឺយើងមានវិធីសាស្ត្រ4យ៉ាងហ្នឹងឯងគឺទី1គឺរៀបចំខ្លួនឲ្យបានល្អស្អាតបាតមានអនាម័យស្លៀកពាក់សមរម្យស្អាតបាតមិនចង្អេងចង្ងាងអីចឹងបាទទី2គឺមានសិល្បៈនៃការនិយាយពាក្យផ្អែមល្ហែមពិតប្រាកដចេះស្ដាប់និងយល់ចិត្តគ្នាបាទទី3គឺទង្វើល្អការយកចិត្តទុកដាក់ធ្វើឲ្យដៃគូរបស់យើងហ្នឹងគាត់មានការថាមានទំនុកចិត្តលើយើងឬក៏មានការអាចពឹងពាក់លើយើងបានអញ្ចឹងបាទទី4ហ្នឹងគឺមានតម្លៃនៅក្នុងខ្លួនអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យខ្លាំងឲ្យខ្លាចទៅជាធនធានមនុស្សដែលមានអនាគតនិងភាពជឿជាក់មុនស្នេហ៍ដែលខ្លាំងបំផុតពូកែបំផុតហ្នឹងគឺធ្វើខ្លួនឯងឲ្យខ្លាចទៅជាមនុស្សដែលគួរឲ្យស្រឡាញ់ដោយធម្មជាតិមិនមែនប្រកបដោយមន្តអាគមឬក៏ប្រេងលៀបអីវ៉ៃនោះទេអញ្ចឹងបានន័យថាកសាងខ្លួនឯងឲ្យមានប្រសិទ្ធភាពអញ្ចឹងក្តីស្រឡាញ់ដែលផុសចេញពីធម្មជាតិហ្នឹងឯងវាជាមន្តអាគមនៃស្នេហាពិតប្រាកដរបស់មនុស្សយើងអញ្ចឹងមិនបាច់ទៅរកគ្រូណាទេរៀនឲ្យតែច្រើនរក្សាខ្លួនឯងឲ្យបានដល់ល្អទៅអប់រំខ្លួនឯងឲ្យបានល្អទៅមិនខ្វះអ្នកស្រឡាញ់ចូលចិត្តយើងទេអរគុណអ្នកនរគ្នា